ត្រីមកកណូមិនចាំមកចាំត្រីកំភ្លៀងចាំឲ្យទលុតនៅណាគ្មានអ្នកទិញទេត្រីនេះសបរនៅណាក៏មានដែរនេះគឺជាសម្ដីផ្ទាល់ដែលស្ត្រីជាអ្នកចិញ្ចឹមត្រីកំភ្លៀងជនជាតិថៃនេះបានជួបខណៈពេលដែលគាត់ទើបតែចាប់ផ្ដើមហើយសម្ដីនេះគឺចេញមកពីសមាជិកក្នុងក្រុមគ្រួសារគាត់ហើយនិងអ្នកជិតខាងតែម្ដងក៏ប៉ុន្តែក្នុងកំឡុងពេលហ្នឹងគឺគាត់អត់ព្រមចុះចាញ់ទេគាត់ចាប់ផ្ដើមចិញ្ចឹមត្រីកំភ្លៀងហ្នឹងគិតមកដល់ឥឡូវគឺជិត2ឆ្នាំហើយបងប្អូនហើយគាត់យកអាត្រីកំភ្លៀងតែគាត់ចិញ្ចឹមក្នុងស្រះហ្នឹងតាមពិតវាមិនមែនជាការចិញ្ចឹមទេបងប្អូននេះថាយើងចិញ្ចឹមត្រីផ្សេងទេក៏ប៉ុន្តែនៅពេលទឹកនឹងវាលិចចូលមកវាមានទាំងពួកត្រីកំភ្លៀងត្រីកាញ់អីលាយអញ្ចឹងគាត់ក៏ទុកពូជត្រីកំភ្លៀងចំនួន10ក្បាលហ្នឹងហើយគាត់ធ្វើទ្រុងស្បែកដូចបងប្អូនបានឃើញនៅក្នុងវីដេអូហ្នឹងដើម្បីធ្វើការចិញ្ចឹមហើយគាត់ស្វាមីគាត់ថាគាត់ទុកពូជត្រីកំភ្លៀងហ្នឹងដើម្បីចិញ្ចឹមពីព្រោះគោលបំណងរបស់គាត់នឹងធ្វើទ្រុងស្បែកដើម្បីធ្វើការចិញ្ចឹមត្រីកំភ្លៀងអញ្ចឹងនៅពេលដែលគាត់ប្រាប់អញ្ចឹងហើយសមាជិកក្នុងក្រុមគ្រួសារគាត់នឹងថាកុំចិញ្ចឹមអីត្រីកំភ្លៀងហ្នឹងវាសម្បូរណាស់រោនៅកន្លែងណាក៏មានដែរអញ្ចឹងគ្មានណាគេនឹងមកទិញត្រីកំភ្លៀងហ្នឹងទេក៏ប៉ុន្តែដោយសារតែគាត់បានដឹងថាប្រទេសថៃកាន់តែរីកចម្រើនមនុស្សកាន់តែជឿនលឿនក៏ប៉ុន្តែអាការកាន់តែជឿនលឿនអីធ្វើឲ្យមនុស្សនៅនឹកគិតចង់បានម្ហូបបែបស្រុកស្រែរសជាតិត្រីបែបគេថាដូចត្រីឡាត្រីកំភ្លៀងត្រីច្រវាអីអញ្ចឹងទោះបីជាគេដើរលឿនទៅដល់ណាក៏ដោយប៉ុន្តែមនុស្សនឹងចេះតែសម័យចង់រស់នៅតាមបែបដូចបុរាណមកវិញអញ្ចឹងណាបងប្អូនជាក់ស្ដែងគឺអាការដែលមានត្រីកំភ្លៀងងៀតចៀនឬក៏អាំងហ្នឹងណាមិនតែថៃទេបងប្អូនសម្បីតែខ្ញុំផ្ទាល់នេះក៏ពេលខ្លះក៏នឹកឃើញឃ្លានបែបដែរអញ្ចឹងគាត់គិតថាវាអត់ខុសអីទេពីព្រោះថាការដែលចាប់ផ្ដើមចិញ្ចឹមត្រីកំភ្លៀងហ្នឹងវាអត់មានចំណាយដើមទុនអីច្រើនទេសម្រាប់បងប្អូនដែលមានបំណងចង់បានគ្រឿងម៉ាស៊ីនកសិកម្មទំនើបមានដូចជាម៉ាស៊ីនសូនចំណីសត្វម៉ាស៊ីនកិនស្រូវម៉ាស៊ីនកិនស្មៅគ្រប់ប្រភេទដែលនាំចូលពីបណ្ដាប្រទេសជប៉ុនអ៊ីតាលីម៉ាឡេស៊ីនិងប្រទេសថៃសូមធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Mintic Power តាមរយៈ Facebook Page Mintic Power Tour ឬតាមរយៈលេខទូរស័ព្ទដែលមានលើអេក្រង់នេះគាត់មានស្រះស្រាប់ហើយត្រីកំភ្លៀងនោះមានពូជដែលខ្លួនឯងទៀតណាបងប្អូនមិនចាំបាច់ចំណាយលុយទៅទិញពូជអីគេទេអញ្ចឹងគាត់គ្រាន់តែកែច្នៃស្បែកដែលគាត់មានស្រាប់ហ្នឹងដើម្បីធ្វើការដាក់ចិញ្ចឹមទៅគឺគាត់អាចចិញ្ចឹមបានហើយពេលហ្នឹងហើយបងប្អូនទោះបីជាមានពាក្យនឹងទាថាមិនដែរគាត់ខ្វល់ទេគាត់ដឹងថាត្រីនេះនឹងមានតម្រូវការនៅពេលខាងមុខគាត់អត់ដឹងថាពេលណាទោះបីដាក់ពេលដែលគាត់ចិញ្ចឹមហ្នឹងមិនទាន់ដឹងថាយកទៅលក់នៅណាក៏ដោយគាត់ថាទោះបីជាគ្មានទីផ្សារលក់ក៏គាត់អាចចិញ្ចឹមហើយធ្វើងារធ្វើប្រហុកឬក៏ធ្វើម៉ាំអីទុកញ៉ាំខ្លួនឯងក៏បានដែរកាលណាគាត់អាចកែច្នៃត្រីកំភ្លៀងនឹងផលិតធ្វើទៅជាប្រហុកផ្អកឬក៏ម៉ាំអីហើយមិនខ្វះតែអ្នកទិញទៅគិតអញ្ចឹងណាបងប្អូនអញ្ចឹងគាត់ក៏ចិញ្ចឹមទៅក្នុងរយៈពេល1ឆ្នាំដែលគាត់ចាប់ដើមចិញ្ចឹមបងប្អូនគាត់បានខែប្រែត្រីពី10ក្បាលកើនរហូតដល់8000ក្បាល8000ក្បាលហ្នឹងគឺហេតុអីបានគាត់ដឹងគឺគាត់បែងចែកជាទ្រុងដែលគាត់មានដាក់ចិញ្ចឹមនៅក្នុងស្រះហ្នឹងបងប្អូនគេបែងចែកជាចំនួន4ទ្រុងនីមួយៗគឺដាក់កូនត្រីកំភ្លៀងចំនួន2000ក្បាលអញ្ចឹងទាំងអស់វា4ទ្រុងវា8000ក្បាលអញ្ចឹងរយៈពេល1ឆ្នាំគឺគាត់ពង្រីកបានមិនប៉ុណ្ណឹងហើយពេលមួយកន្លះឆ្នាំក្រោយមកទៀតគាត់ពង្រីកបានចំនួន3ទ្រុងទៀតអញ្ចឹងគាត់ពង្រីកម្ដងទៀតហើយសួរថាដំណើរការនៃការចាប់ផ្ដើមរបស់គាត់ចំណាយទុនច្រើនតែគាត់ថាអត់ទេបងប្អូនហើយចំពោះការប្រកាសពូជគឺប្រកាសដោយធម្មជាតិគាត់គ្រាន់តែចេះមើលត្រីមួយណាញីមួយណាឈ្មោលហើយដល់អាយុដែលវាទៅប្រកាសពូជគាត់ដាក់វាជាមួយគ្នាទៅគឺវាប្រកាសហើយនៅពេលដែលវាញាស់ចេញជាកូនត្រីគាត់រំលែកអាកូនត្រីហ្នឹងយកមកដាក់នៅក្នុងទ្រុងស្បែកមួយទៀតគឺគាត់ធ្វើការចិញ្ចឹមធម្មតាហើយចំពោះចំណីដែលគាត់ដាក់ AVC បងប្អូនងាយមែនតើក្រាហើយនៅស្រុកស្រែបងប្អូននៅតែខ្វះអីក្រាដាក់ក្រា AVC ហើយមួយទៀតគឺប្រភេទកតួណាកតួអាចលាយជាមួយបាយអីអញ្ចឹងទៅហើយបើស្បើយើងមានត្រីអីក៏យើងដាក់ AVC អញ្ចឹងទៅច្រាំវាមក AVC តែបើអត់ទេគឺយើងដាក់តែកតួជាមួយនឹងក្រាហ្នឹងទៅអញ្ចឹងវាងាយមែនតើនៅក្នុងការចិញ្ចឹមហើយរយៈពេលដែលគាត់ចិញ្ចឹមត្រីកំភ្លៀងនេះបងប្អូនគឺខ្លីទេចន្លោះតែពី3ទៅ4ខែទេបើសិនបើចំណីអត់ដល់ថែទាំបានដល់វាអាចលុបទៅដល់4ខែប៉ុន្តែបើសិនបើគាត់មានលទ្ធភាពដាក់ចំណីទៀងទាត់ចំណី VC តាមតម្រូវការត្រឹមតែ3ខែគឺអាចលក់បានហើយការដែលគាត់ចិញ្ចឹមនេះគឺគាត់លក់ស្រះទេបងប្អូនគឺគាត់ច្នៃប្រឡាក់ធ្វើទៅជាត្រីងៀតហើយហាលលក់ហ្នឹងគឺគាត់លក់ក្នុងមួយប្រទេសដូចបងប្អូនបានឃើញគេហាលប្រទេសមាន5ត្រីហ្នឹងគឺតម្លៃ10បាតហើយបងប្អូនដឹងទេថាមិនដល់បច្ចុប្បន្នហ្នឹងរយៈពេលជិត2ឆ្នាំហ្នឹងណា
ត្រីដែលគាត់ចិញ្ចឹមគឺអត់តាន់តម្រូវការទីផ្សារទេដោយសារតែកូនគាត់ហ្នឹងផុសលក់នៅក្នុង TikTok ណាអញ្ចឹងធ្វើឲ្យមានអ្នកចាប់អារម្មណ៍ច្រើនបងប្អូននៅក្រៅតែពីរដូវដែលអត់មានត្រីកាភ្លៀងហើយត្រីកាភ្លៀងវាមានតាមរដូវអត់មានលក់នៅតាមទីផ្សារអីសម្បូរបែបទេអ្នកនៅទីក្រុងឬក៏អ្នកនៅតាមខេត្តមួយចំនួនដែលគេជឿនលឿននេះគឺអត់មានត្រីកាភ្លៀងនឹងលក់ទុកតែសោះអញ្ចឹងនៅពេលដែលគាត់ប្រឡាក់ងៀតហើយគាត់ផុសលក់នៅក្នុង TikTok ធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនមែនតើអញ្ចឹងធ្វើឲ្យការបញ្ជាទិញនឹងក៏ច្រើនដែរគាត់ថាសឹងថាគាត់ចិញ្ចឹមហ្នឹងមួយខែគាត់តែចំណូលដែលគាត់បានពីការលក់ត្រីកាភ្លៀងងារតតហ្នឹងបងប្អូនចន្លោះពី3000ទៅ5000បាតក្នុងមួយខែហ្នឹងគាត់តែជាចំណូលមួយផ្នែកមួយហើយគាត់អត់មានចំណាយពេលរវល់អីជាមួយនឹងត្រីនឹងច្រើនតែបងប្អូនដាក់ទៅចំណៃពីព្រោះថាគាត់ចិញ្ចឹមជាមួយនឹងត្រីផ្សេងនៅក្នុងស្រះអញ្ចឹងណាហើយដល់ពេលដែលប្រមូលផលគាត់ទៅយកត្រីហ្នឹងមកធ្វើងៀតលក់អញ្ចឹងទៅអញ្ចឹងគាត់ថាបើសិនបើបច្ចុប្បន្នណាគាត់មានការចិញ្ចឹមរហូតដល់10ទៅ20ទ្រុងក៏អត់ទាន់គ្រប់តម្រូវការទីផ្សារដែលគាត់ផ្គង់ត្រីងៀតត្រីកាភ្លៀងហ្នឹងទៅកាន់ទីផ្សារដែរហើយអ្វីដែលកាន់តែពិសេសហ្នឹងគឺចំណាយទុនតិចហើយវាឆាប់បានលុយមកវិញបងប្អូនខ្ញុំធ្លាប់ហៅថាជាប្រភេទរបរអ្នកវិលល្ងាចណាអាយុសត្វដែលយើងចិញ្ចឹមហ្នឹងក៏ខ្លីដើមទុនក៏តិចអញ្ចឹងយើងឆាប់បានលុយវិលមកវិញអញ្ចឹងល្អមែនទែនសម្រាប់បងប្អូនដែលគាត់មានជីវភាពមិនសូវជាធូរធារមានដើមទុនតិចតួចបងប្អូនអាចចាប់ផ្ដើមពិចារណាមើលរបរត្រីប្រភេទទាំងអស់ហ្នឹងបានយើងអាចទៅចិញ្ចឹមប្រភេទត្រីធំដូចត្រីដែងត្រីរស់ត្រីដៀបអីទេពីព្រោះត្រីប្រភេទទាំងអស់ហ្នឹងវាចំណាយពេលយូរហើយដើមទុនហ្នឹងក៏ច្រើនការលក់ចេញហ្នឹងក៏ពិបាកអញ្ចឹងយើងអាចច្នៃប្រភេទត្រីល្អៗទាំងអស់នេះពីព្រោះថាខ្ញុំជឿថាតម្រូវការនៅពេលខាងមុខប្រកាសជាអត់ទេពីព្រោះត្រីទាំងអស់ហ្នឹងអត់ទាន់មានអ្នកចិញ្ចឹមនៅស្រុកខ្មែរទេចាបងប្អូនសម្រាប់ប្រធានបទនេះគឺខ្ញុំមានតែប៉ុណ្នេះទេហើយខ្ញុំមិនមែនតែសារជាតិសាសន៍គេហើយខ្ញុំលើកតែពីជាតិសាសន៍គេទេមូលហេតុដែលខ្ញុំយកប្រធានបទនេះមកនិយាយគឺខ្ញុំចង់ចែករំលែកពីគំនិតមួយគឺការច្នៃត្រីស្រែឬក៏ត្រីដែលអត់ទាន់មានអ្នកចិញ្ចឹមត្រីដែលមានអាយុខ្លីត្រីដែលប្រើដើមទុនចិញ្ចឹមតិចយកមកចែករំលែកដល់បងប្អូនហើយសង្ឃឹមថាវាបានខ្លាយទៅជាគំនិតនិងជាប្រយោជន៍ទៅដល់បងប្អូនទេគឺគោលបំណងរបស់ខ្ញុំគឺចង់ឲ្យបងប្អូនទទួលបានគំនិតថ្មីៗតែប៉ុណ្ណោះហើយជាចុងក្រោយសូមពឹងបងប្អូនមួយសូមបងប្អូនជួយចូលទៅ Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំអាចទទួលបានចំណូលបន្តិចបន្តួចពី YouTube អញ្ចឹងណាពីព្រោះឥឡូវខ្ញុំក៏មាន Channel YouTube ដែរអញ្ចឹងបងប្អូនអាចចូលទៅមើលលេងបានហើយសម្រាប់អ្នកចូលចិត្តមើលវីដេអូតាម YouTube បងប្អូនក៏អាច Subscribe ទៅដើម្បីទទួលបានវីដេអូថ្មីៗមុនគេអញ្ចឹងណាចាអរគុណច្រើនបងប្អូន